ឃើញគេលក់បន្លែនៅផ្សារល្អក៏ទិញយកមកធ្វើសាឡាត់ញ៉ាំរួមទាំងធ្វើសាច់ជ្រូក3ជាន់ដែរប្រឡាក់ហើយជាដើម្បីញ៉ាំជាមួយសាឡាត់បន្ទាប់ពីប្រឡាក់សាច់ជ្រូក3ជាន់រួចរាល់បន្លែដែលតាមទឹកក៏ដល់ពេលល្មមដែលត្រូវនឹងចិត្តសាឡាត់របស់ខ្ញុំចូលចិត្តញ៉ាំអ្វីខ្ញុំក៏ដាក់នោះចូលចំណូលចិត្តម្នាក់មិនដូចគ្នាទេម្យ៉ាងទៀតបើដាក់ច្រើនមុខជាងគឺនឹងញ៉ាំមិនអស់ឡើយដាក់តែប៉េងប៉ោះត្រសក់ការ៉ុតនិងសាឡាត់គឺឡើងពេញចានធំតែម្ដងញ៉ាំឡើងពីរពេលមួយចាននេះមិនមែនញ៉ាំមួយពេលទេសាឡាត់រៀបចំរួចរាល់យើងក៏មកជិះសាច់ជ្រូកបន្ទាប់ពីប្រឡាក់ទុកមុននឹងរួចរាល់ការធ្វើម្ហូបអាហារត្បិតតែចំណាយពេលនិងហត់បន្តិចប៉ុន្តែវាជាផ្នែកមួយនៃសេចក្តីសុខសម្រាប់អ្នកដែលចូលចិត្តធ្វើអាហារញ៉ាំតាមពិតអ្នកគេក៏មិនឧស្សាហ៍នឹងចូលចិត្តធ្វើអាហារដែរតែបើយើងចង់បានរសជាតិនិងអ្វីដែលយើងចង់ញ៉ាំគឺមានតែធ្វើខ្លួនឯងប៉ុណ្្នឹងឯងគឺឆ្ងាញ់សម្រាប់មាត់ខ្ញុំរសជាតិព្រោះយើងធ្វើតម្រូវសម្រាប់មាត់យើងអូខេបាយ